កម្មករដាំដំឡូងមីជនជាតិភូមិម្នាក់ស្លាប់បន្ទាប់ពីប្រពន្ធកោសខ្យល់បរិះដើមកំណើតជនជាតិភូមិម្នាក់បានស្លាប់បន្ទាប់ពីប្រពន្ធកោសខ្យល់ឲ្យគ្រាដែលប្រុងទៅដកដាំដំឡូងមីឲ្យគេបើហើយរកលវល់មុខធីងធងក្នុងខ្លួននោះហេតុការណ៍នេះកើតឡើងបានកាលពីថ្ងៃទី20សីហាម្សិលមិញនៅចំណុចចំការដំឡូងមីមួយស្ថិតនៅក្នុងភូមិអូរអិលឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តបៃលិនបាននគរបាលមូលដ្ឋានបានដឹងថាជនរងគ្រោះឈ្មោះចអេមអាយុ43ឆ្នាំជាកម្មករជាជនជាតិភូមិមានស្រុកកំណើតនៅប្រទេសភូមិមករស់នៅស្រុកខ្មែរជាង30ឆ្នាំមកហើយនេះយូរដែរមានប្រពន្ធឈ្មោះទួនច័ន្ទអាយុ58ឆ្នាំស្រុកកំណើតនៅភូមិប៉ោយសំរោងឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបងបាទទី2អ្នកប្តីប្រពន្ធបានមករស់នៅភូមិកាត់ហេតុខាងលើទៅបាន2សប្តាហ៍ប៉ុណ្ណោះដើម្បីស៊ីឈ្នួលដាំនិងដកដំឡូងមីឲ្យគេតើតើករណីនេះប្រពន្ធជនរងគ្រោះបាននិយាយថាមុនពេលកាត់ហេតុពួកគាត់បានវិចបាយរៀបចំចេញទៅចំការស្រាប់តែប្តីរបស់គាត់មានអាការៈងងឹតមុខធីងធងក្នុងខ្លួនហើយពេលដែលកោសខ្យល់ឲ្យមួយសន្ទុះក៏ស្រាប់តែបាយពពុះមាត់ដាច់ខ្យល់ស្លាប់តែម្ដងទៅភ្លាមនោះសមាជិកបានចុះទៅដល់មកត្រួតពិនិត្យហើយសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គោហើយក្រុមអ្នកភូមិក៏បានរង្គៀបបច្ច័យដើម្បីបូជាសពបុរសនោះតាមប្រពៃណី